រាល់ដងចង់ញ៉ាំជ្រូកខ្វៃម្ដងគឺចំណាយពេលយូរមែនតែនតែលើកនេះវិញអត់ចំណាយពេលយូរអីទេគឺធ្វើភ្លាមញ៉ាំភ្លាមតែម្ដងងាយស្រួលធ្វើណាស់បងប្អូនចំពោះគ្រឿងផ្សំវិញគឺបែបងាយទេគឺមិនបានដាក់គ្រឿងជ្រូកខ្វៃជ្រូកអីទេបងប្អូនគឺគ្រឿងយើងធម្មតានឹងឯងប៉ុន្តែរសជាតិវិញអត់ចាញ់គ្នាទេបើសិនជាញ៉ាំជាមួយនឹងទឹកត្រីផ្អែមឬក៏ទឹកម្ទេសអីរសជាតិកាន់តែឆ្ងាញ់តែម្ដងបងប្អូនដែលចូលចិត្តស្បែកជ្រូករៀងស្រួយគឺត្រូវខ្លាំងមែនតែនឡើងស្រួយស្រាប់តែម្ដងស្បែកជ្រូកបងប្អូនហើយជាលក់ជាមួយនឹងទឹកម្ទេសគ្រឿងផ្សំអត់មានអីច្រើនទេជាដំបូងគឺយើងត្រូវការស្ងោរសាច់ជ្រូកជាមុនសិនសាច់ជ្រូកនេះគឺជិត1គីឡូបងប្អូនសាច់ជ្រូកនេះខ្ញុំស្ងោររយៈពេល6ទៅ7នាទីដើម្បីឲ្យស្បែកជ្រូកយើងរាងឆ្អិនបន្តិចចាពេលដែលស្ងោរឆ្អិនរួចរាល់ហើយយកទៅលាងទឹកឲ្យស្អាតហើយយកមកដាក់ជូតជាមួយនឹងกระดาษបែបនេះដើម្បីឲ្យស្រស់ទឹកបានល្អបងប្អូនពេលដែលយើងដាក់អាំងទៅអត់មានទឹកជូតសម្អាតឲ្យឡើងស្ងួតទៅបងប្អូនពេលដែលជូតសម្អាតរួចរាល់ហើយគឺខ្ញុំត្រូវការយកកាបិតតូចមួយឬក៏សមក៏បានដែរដើម្បីចាក់ឲ្យសោះសាច់តែម្ដងគឺយើងចាក់តិចចឹងណាបងប្អូនអាចប្រើកាបិតដូចខ្ញុំក៏បានឬក៏សមចាឬក៏មានឈើស្រួចអីហ្នឹងគឺយើងចាក់ឲ្យសោះសាច់តែម្ដងបងប្អូនពេលដែលយើងចាក់សោះសាច់បែបហ្នឹងហើយគឺសាច់ជ្រូកយើងនឹងពងឡើងបានល្អចាបើសិនជាយើងអត់ចាក់ទេគឺសាច់ជ្រូកយើងក៏អត់ឡើងបានល្អដែរតើតែចាក់ឲ្យរៀងប្រហោងទូចឲ្យសោះសាច់អញ្ចឹងតែម្ដងបងប្អូនបន្តមកទៀតគឺខ្ញុំត្រូវការហាន់សាច់ជាដុំមកហើយទៅពេលដែលយើងកាត់គឺស្រួលកាត់បងប្អូនចាគឺកាត់ដុំប៉ុណ្ណឹងមកចាបន្តមកទៀតគឺយើងត្រូវការជូតនៅខាងសងខាងហ្នឹងឲ្យបានស្អាតសិនបងប្អូនព្រោះថាមិញហ្នឹងគឺយើងផ្កាប់ទៅគឺមានទឹកអញ្ចឹងទៅគឺយើងលាបជាមួយនឹងទឹកខ្មេះហើយនឹងអំបិលថែមទៀតហើយទឹកខ្មេះនេះខ្ញុំដាក់ប្រហែលជា2ទៅ3ស្លាបព្រាបាយទេហើយអំបិលវិញកន្លះស្លាបព្រាកាហ្វេហ្នឹងឯងបងប្អូនកូរឲ្យបានសព្វល្អទៅយើងយកមកលាបនៅលើស្បែកជ្រូកយើងបងប្អូនចាបញ្ជាក់គឺលាបតែស្បែកជ្រូកទេគឺអត់លាបសាច់ជ្រូកអីទេចាលាបឲ្យបានសព្វសាច់អញ្ចឹងមកលាបសព្វល្អហើយយើងត្រូវការត្រឡប់មកម្ខាងទៀតដើម្បីប្រឡាក់សាច់វិញម្ដងហើយគ្រឿងប្រឡាក់សាច់នេះគឺអត់មានអីច្រើនទេបងប្អូនគឺខ្ញុំលាយរួចជាការស្រេចហើយមានទឹកស៊ីអ៊ីវ2ស្លាបព្រាបាយប្រេងខ្យង1ស្លាបព្រាបាយប្រេងឆា2ស្លាបព្រាបាយផងដែរមានម្រេចអំបិលបន្តិចស្ករសបន្តិចបងប្អូនហើយនឹងម្សៅស៊ុបមាន់បន្តិចផងដែរហើយប៊ីចេងហ្នឹងខ្ញុំថែមបន្តិចដែរខ្ញុំចង់ឲ្យសាច់ជ្រូកខ្ញុំក្រហមស្អាតគឺខ្ញុំបន្ថែមម្សៅម្ទេសប៉ាប្រីកាចំនួន1ស្លាបព្រាកាហ្វេថែមទៀតហើយគ្រឿងផ្សំអត់មានអីច្រើនទេដូចខ្ញុំថាអញ្ចឹងគឺរបៀបប្រឡាក់សាច់ធម្មតាហ្នឹងឯងយើងគ្រាន់តែប្រឡាក់ឲ្យបានសព្វល្អអញ្ចឹងមកប្រឡាក់បានសព្វរួចរាល់ហើយខ្ញុំដាក់กระดาษអាលុយមីញ៉ូមពីក្រោមបងប្អូនចាខ្ញុំដាក់2ជាន់ដោយសារតែដាក់กระดาษអាលុយមីញ៉ូមទៅកុំឲ្យហៀទឹកចេញក្រៅច្រើនពេកពេលដែលយើងដុតហើយយើងជូតផ្នែកខាងលើហ្នឹងឲ្យបានស្អាតមកហើយយើងលាបទឹកខ្មេះហ្នឹងថែមម្សៅទៀតបងប្អូនដោយសារតែមិញហ្នឹងយើងប្រឡាក់សាច់ទៅគឺរៀងជ្រាបទឹកហើយបើសិនជាបងប្អូនចង់ឲ្យសាច់ជ្រូកយើងចូលជាតិបានល្អបងប្អូនអាចប្រឡាក់ទុក2-3ម៉ោងសិនឬក៏ទុកមួយយប់ក៏បានដែរណាបងប្អូនតែចំពោះខ្ញុំវិញគឺចង់ញ៉ាំភ្លាមអញ្ចឹងទៅខ្ញុំធ្វើដុតញ៉ាំភ្លាមអញ្ចឹងតែម្ដងបងប្អូនចំពោះកណ្ដាលលុយមីញ៉ូមគឺយើងបិទដូចខ្ញុំធ្វើអញ្ចឹងមកបងប្អូនដោយសារពេលដែលយើងអាំងទៅគឺចេញទឹកពីសាច់ជ្រូកមករៀងច្រើនដែរបងប្អូនណាឥឡូវខ្ញុំចាប់ផ្ដើមដាក់នៅក្នុងម៉ាស៊ីន air fry បងប្អូនមានម៉ាស៊ីន air fry គឺងាយស្រួលខ្លាំងមែនតើខ្ញុំដុតនឹងរយៈពេលហ្នឹង25ទៅ30នាទីបងប្អូនណាហើយកម្ដៅវិញ175ចាឬក៏លើសនឹងតិចតួចក៏មិនអីដែរបងប្អូនចាអាស្រ័យតាមការចូលចិត្តហើយនឹងម៉ាស៊ីនផងដែរណាបងប្អូនចាឥឡូវខ្ញុំដកសាច់ជ្រូកយើងចេញពីកណ្ដាលលុយមីញ៉ូមដើម្បីយកសាច់ជ្រូកយើងមកអាំងម្ដងទៀតបងប្អូនគឺយើងដាក់នៅក្នុងម៉ាស៊ីន air fry លើកនេះខ្ញុំប្រើកម្ដៅនឹង200អង្សាគឺអស់លេខតែម្ដងហើយរយៈពេល10នាទីគឺឆ្អិនល្មមតែម្ដងចុងក្រោយគឺយើងដាក់កម្ដៅរៀងខ្លាំងតិចបងប្អូនណាដើម្បីឲ្យសាច់ជ្រូកនឹងប៉ោងបានល្អតែម្ដងហើយស្រួយខ្លាំងមែនតើធ្វើញ៉ាំភ្លាមបែបនេះគឺអត់ចូលជាតិនៅក្នុងសាច់ជ្រូកទេបើសិនជាបងប្អូនចង់ចូលជាតិខ្លាំងមែនតើបងប្អូនអាចប្រឡាក់ទុក1ម៉ោងឬក៏2ម៉ោងឬក៏មួយយប់ដូចខ្ញុំថាមុនអញ្ចឹងណាចាយើងអាចប្រឡាក់ទុកបានព្រោះថាខ្ញុំធ្វើនេះគឺភ្លាមអញ្ចឹងគឺអត់សូវចូលជាតិប៉ុន្តែរសជាតិវិញឆ្ងាញ់គឺយើងអាចញ៉ាំជាមួយនឹងទឹកត្រីផ្អែមក៏បានឬក៏ជ្រលក់ជាមួយនឹងគ្រឿងទេសផ្សេងណាដែលយើងចង់ញ៉ាំមកបងប្អូនចាអត់មានអីពិបាកទេហើយស្បែកជ្រូកយើងឡើងស្រួយស្រាប់បងប្អូនពេលដែលកាត់ហ្នឹងក៏ងាយស្រួលដែរគឺអត់ពិបាកកាត់ទេហើយគឺអត់បែកសាច់តែម្ដងកាលពីមុនខ្ញុំធ្លាប់ធ្វើទុកមួយយប់ឬក៏2ទៅ3ម៉ោងអីសិនប៉ុន្តែឥឡូវនេះអត់ទេគឺខ្ញុំធ្វើបែបនេះគឺលឿនណាស់បងប្អូនងាយស្រួលហើយចាប់បានញ៉ាំទៀតអត់ចំណាយពេលយូរ
ចំពោះបងប្អូនដែលរវល់ច្រើនធ្វើបែបហ្នឹងគឺងាយស្រួលមិនចំណាយពេលយូរនោះទេបងប្អូនគឺយើងធ្វើភ្លាមញ៉ាំភ្លាមតែម្ដងជាពិសេសគឺយើងបានម្ហូបមួយយ៉ាងឆ្ងាញ់ពិសាផងដែរហើយបើសិនជាបងប្អូនចូលចិត្តស្បែកជ្រូករាងស្រួយគឺត្រូវតែម្ដងហើយបងប្អូនហើយបើថាពិបាកធ្វើក៏មិនពិបាកធ្វើអីដែរបងប្អូនគ្រាន់តែយើងចំណាយពេលតិចតួចទៅយើងបានរបស់ឆ្ងាញ់មកហើយបងប្អូនណាតែកុំញ៉ាំច្រើនពេកព្រោះថាសាច់ជ្រូកនេះសបោខ្លាញ់ដែរចាសូមអរគុណ